យ៉ាងនេះកើតដែរណោះតែចង់យ៉ាងម៉េចជាមួយខ្ញុំនឹងស្មានតែឯងចង់សបាយភ្លើតភ្លើនដោយកាលពីមុនតាហើយមកចេះកែខ្លួនស្អីនៅពេលនេះជ្រឹងណាបុកគេដួលមួយបាត់មិនអីអូនរឿងពីមុនចំណងប្រេះស្រាំនៅក្នុងហាងកាហ្វេមួយហើយខ្ញុំមកមានការអីដែរខ្ញុំបញ្ញាប់ចូលធ្វើការវិញផងមានអីត្រូវទូទាត់ក៏ទូទាត់ឲ្យលឿនមកមិនចង់ឃើញមុខគ្នាយូរនោះទេមើលទៅបែបធុញថប់មុខមាត់គ្នាដល់ហើយតើមានដែរទេមិនធុញថប់ស្អីទេក៏ប៉ុន្តែខ្ញុំចិត្តដល់ម៉ោងធ្វើការនិយាយអត់យល់គ្នាពិតមែនសម្រាប់ខែដែលត្រូវគេទាត់ចោលដូចនេះទាត់ចោលយ៉ាងម៉េចកើតទៅបើខ្ញុំមិនមែនជាបាល់ផងនឹងគួរតែដឹងខ្លួនហើយចង់បានស្អីក៏ឆាប់និយាយមកខ្ញុំធុញថប់នឹងនៅយូរទៀតខ្លាំងណាស់ដឹងដែរឬអត់ហ្នឹងបងសុំឲ្យអូនមើលថែសុខភាពផងពេលដែលយើងត្រូវនៅឆ្ងាយពីគ្នាទោះបីជាពួកយើងបែកបាក់គ្នាក្នុងចំណងអាពាហ៍ពិពាហ៍នេះក៏ដោយចុះលុយនេះទុកចាយចុះបើសិនជាអូនខ្វះខាតទៀតអូនតាក់ទងមកបងបានបងជួយបានទាំងអស់ខ្ញុំមានការងារធ្វើមានប្រាក់ចំណូលផ្ទាល់ខ្លួនហើយខ្ញុំមិនទទួលយកលុយពីបងឯងទេទុកវិញចាស់អរគុណដែលយកលុយមកឲ្យខ្ញុំពេលនេះខ្ញុំលែងត្រូវការទៀតហើយពីមុនគឺមិនមានពេលរកលុយរវល់តែនៅផ្ទះដាំបាយធ្វើម្ហូបការងារក្នុងផ្ទះក៏ធ្វើឲ្យអ្នកខ្លះមើលងាយថាជាការងារកំពេចកំប៉ុងហត់ស្អីហើយថែមទាំងមិនមានប្រាក់ខែទៀតខ្ញុំទៅសិនហើយថាចំដេរ៉ាក៏ចាក់ចេញទៅពីមុននឹងឥឡូវមនុស្សយើងអាចប្រែប្រួលបានគ្រប់បែបយ៉ាងអញ្ចឹងមែនទេនៅកន្លែងធ្វើការដេរ៉ាល្ងាចនេះចេញពីធ្វើការទៅណាដែរឯងចូលរួមជាមួយពួកយើងឬអត់ស៊ុបសាច់អាំងស៊ុបសាច់អាំងស្អីខ្ញុំកំពុងតែតមអាហារមកបបួលអញ្ចឹងអីដាច់ការតមរបស់ខ្ញុំអស់មិនដឹងជាដាច់ស្អីទេវ៉ៃឯងទៅជាមួយគ្នាឬអត់អត់បានទៅជាមួយទេឯងទៅចាស់ខ្ញុំតមអាហារហើយក៏តមលុយមិនចាយវាយផ្ដេសផ្ដាស់ដែរយល់ទេយើងយល់ក៏បានដែរអញ្ចឹងនោះដេរ៉ាចូលទៅក្នុងបន្ទប់បងមួយផ្លែតចាមេខ្ញុំទៅហើយមេមានរឿងអីមែនទេបងគិតថាអូនឯងគួរតែបន្ថែមម៉ោងការងារនឹងគេហើយកុំឆាប់ទៅផ្ទះពេកអីបើទៅដល់ផ្ទះហើយទំនេរចោលនោះខ្ញុំខ្ជិលណាស់មេមិនចង់នៅធ្វើការបន្ថែមម៉ោងឡើយបញ្ញាប់ទៅផ្ទះមុនម៉ោងនឹងអាចដេកយកកម្លាំងកុំទុកពេលចោលឲ្យទំនេរអីអូនឯងគួរតែបន្ថែមម៉ោងដើម្បីបានប្រាក់ខែបន្ថែមលើសពីប្រាក់ខែគោលរបស់អូនឯងនោះអីតែខ្ញុំខ្លាចម៉ោងច្រើនណាស់មេទៅខ្លាចម៉ោងច្រើនអញ្ចឹងធ្វើអីម៉ោងនឹងចាប់ឆៃអូនឯងមិនមែនបាញ់ជាត្រូវខ្លាចបែបនឹងដែរមិនមែនម៉ោងចាប់ឆៃទេតែខ្ញុំមិនចង់ជិះម៉ូតូទៅផ្ទះវិញពេលយប់ពេកព្រោះបារម្ភពីសុវត្ថិភាពរបស់ខ្ញុំជាងការបានលុយបន្ថែមក្រៅម៉ោងនេះណាមេវាមិនទៅស្អីទេតាមផ្លូវមានឡានម៉ូតូជិះមិនស្ងាត់ផ្លូវផងហ្នឹងអូនឯងខ្លាចនរណាចាប់ចម្រិតខ្លាចគ្រោះថ្នាក់ចរាចរណ៍ព្រោះពេលយប់ឡើងមានគ្រោះថ្នាក់កើតឡើងដោយបើកបរលឿននៅលើផ្លូវអាងថាផ្លូវស្ងាត់មិនសូវជាមានមនុស្សហើយអ្នកខ្លះក៏ផឹកស្វឹងបើកបរមិនគិតពីអ្នកដំណើរជុំវិញខ្លួនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អ្នកដែលធ្វើការដើម្បីបានប្រាក់ខែចិញ្ចឹមក្រពះផ្គត់ផ្គង់គ្រួសារនេះហេតុផលច្រើនមែនបើអញ្ចឹងមិនថែមម៉ោងក៏មិនអីដែរអាចចេញទៅវិញបានហើយចាមេខ្ញុំទៅវិញសិនហើយអញ្ចឹងថាចំដេរ៉ាក៏ចាចេញទៅមិនអាចទាញចិត្តនារីម្នាក់នេះបានមែនវ៉ៃនាពេលល្ងាចដល់ម៉ោងចេញពីធ្វើការដេរ៉ាជិះម៉ូតូនៅតាមដងផ្លូវខណៈដែលអ្នកដំណើរនៅខាងមុខនាងក៏ស្រាប់តែឈប់ភ្លាមចំមិនក៏ចេះឈប់អត់ផ្ដោតដំណឹងអញ្ចឹងឡានថ្លៃណាស់តែអ្នកបើកបរមិនសូវថ្លៃសោះអញ្ចឹងចុះបើខ្ញុំជិះលឿនបណ្ដាលឲ្យគ្រោះថ្នាក់តាគិតយ៉ាងម៉េចទៅខ្ញុំចង់ឈប់ជើងរបស់ខ្ញុំតើផ្លូវមិនមែននាងទិញដាច់ណាបើមិនសុខចិត្តទេទិញឲ្យដាច់ហើយជិះម្នាក់ឯងទៅសំដីហំទៀតបើកបរយ៉ាងនេះកើតដែរណោះតែចង់យ៉ាងម៉េចជាមួយខ្ញុំនឹងអត់បានចង់យ៉ាងម៉េចទេតែមេតាបើកបរដោយមានសុជីវធម៌មិនមែនចង់ឈប់ក៏ត្រូវឈប់ងក់អត់ផ្ដល់សញ្ញាអីបែបនេះទេខ្ញុំមិនខ្វល់ទេខ្ញុំឈប់រកកន្លែងនោមមិនទាន់បានផងនៅតវ៉ាស្អីច្រើនទៀតហ្នឹងសុំទៅរកកន្លែងនោមសិនហើយឈប់លើផ្លូវគេធ្វើដំណើរហើយរកកន្លែងនោមមិនទៅរកកន្លែងត្រឹមត្រូវហ
ហើយឈប់អត់មកយៀននៅពិបាកឲ្យនិយាយគ្នាទៀត ធោះ កុំឲ្យជួបទៀតឲ្យសោះណាឯងថាហើយដេរ៉ាក៏ជិះចេញទៅ គ្រាន់តែសុកឈប់ខុសដែរហ៎ ដេរ៉ាមកដល់ផ្ទះវិញខ្ញុំមកផ្ទះវិញហើយម៉ាឃ្លានបាយខ្លាំងណាស់ផ្ទះដូចជាស្ងាត់ចងំអត់មាននរណានៅទេអីម៉ាក់ខ្ញុំចេញទៅណាមែនអត់ខណៈនោះប្អូនប្រុសនាងក៏បានចេញពីក្នុងផ្ទះជាមួយនារីម្នាក់ បងស្រីខ្ញុំមកដល់ល្មមបងនេះសង្សារខ្ញុំ ជំរាបសួរបងស្រីជំរាបសួរទៅផ្ទះវិញហើយមែនចាខ្ញុំទៅផ្ទះវិញហើយបើអញ្ចឹងខ្ញុំទៅសិនហើយណាបងថាហើយភីមក៏ជិះម៉ូតូចេញទៅតែម្ដង តោះបងចូលទៅក្នុងផ្ទះទៅបាយទឹកឆ្អិនអស់ហើយបង គិតទៅនាំគេមកផ្ទះបដោប្រមាណអ្នកទៀតទៅពិតប្រកបប្រយ័ត្នទៅប្រយ័ត្នត្រូវថ្មងផុនគេក្នុងថ្ងៃណាមួយ មិនអញ្ចឹងទេបងឯងក៏មើលខ្ញុំបែបហ្នឹងពេកមើលតោះបងចូលទៅក្នុងផ្ទះយើងវិញ ហើយចុះម៉ាក់នៅណាមិនក៏មិនឃើញគាត់អញ្ចឹង ម៉ាក់ចេញទៅក្រៅបាត់ហើយបន្តិចទៀតអីបានមកវិញចូលរកបាយទឹកវិញទៅប្រសើរជាងបង ដឹងហើយពីរអ្នកបងប្អូនក៏ចូលទៅក្នុងផ្ទះ នៅផ្ទះម្នាក់ឯងវេទនាអញ្ចឹងមែនវ៉ៃគ្មាននរណានៅចាំរៀបចំបាយទឹកឲ្យដូចពេលមានប្រពន្ធសោះផ្លូវចិត្តពេលនេះក៏ពិបាកដែរលោកអើយ ពេលនោះក៏មានអ្នកមករកគី អារងយើងមកលេងវើយមករកអីថ្មហ្នឹងវ៉ៃជាពេលដែលយើងត្រូវដេកត្រូវពួនណាយើងចង់មកបបួលអញទៅរកអីហូបហ្នឹងក្រៅទៅជាមួយគ្នាដែរអត់ទៅទេខ្ជិលណាស់វ៉ៃឯងទៅចុះគ្នាចង់ងូតទឹកឲ្យដេកចង់ចេញតាណាផ្ដេសផ្ដាស់ទេខូចចិត្តរឿងអីសម្បើមម៉េះបានជាមិនចង់ចេញតាណាហ្នឹងមនុស្សមានបញ្ហាផ្លូវចិត្តនឹងហើយចេះសួរដូចឆោតទៅកើតដែរវ៉ៃកាត់ថៃហ៎បានជាទៅមានបញ្ហាផ្លូវចិត្តបែបនេះដែរឯងទៅឈូសផ្លូវចិត្តហ្នឹងមិនមែនទើបវាមានបញ្ហាបែបហ្នឹងត្រូវឥឡូវហើយឯងនេះទៅផ្ទះឯងវិញទៅកុំមកសួរនាំឲ្យយើងនេះកាត់អារម្មណ៍ក្តៅក្រហាយមួម៉ៅទៀតអីគ្រាន់តែសួរបែបហ្នឹងក៏ចេះមួម៉ៅកើតដែរវ៉ៃយើងទៅវិញក៏បានដែរអញ្ចឹងស្មានតែឯងចង់សបាយភ្លើតភ្លើនដោយកាលពីមុនតាហើយមកចេះកែខ្លួនស្អីនៅពេលនេះជ្រឹងណាស់ នាយដំថាហើយក៏ចាក់ចេញទៅ មកឌឺដងស្អីក៏សម្បើមម្លេះទេវ៉ៃ នាយថ្ងៃបន្ទាប់ដារុងមកផ្ទះឪពុកម្ដាយរបស់គី ប៉ាម៉ាក់ខ្ញុំទិញផ្លែឈើយកមកផ្ញើយកផ្លែឈើមកផ្ញើឪពុកម្ដាយទៀតហើយថ្ងៃនេះមិនមែនជាថ្ងៃសិលផងនឹងកូនប្រុសខ្ញុំនឹកឃើញចង់មកលេងប៉ានឹងម៉ាក់ទំនេរពីការងារក៏មិនដឹងថាត្រូវទៅឯណាទេនឹកឃើញឪពុកម្ដាយអញ្ចឹងល្អហើយកូនប្រុស មកលេងពុកម៉ែហើយណកូនប្រុសបាយទឹកនឹងតែម្ដងទៅល្ងាចនេះហើយចាំត្រឡប់ទៅផ្ទះវិញ ខ្ញុំមកលេងតែប៉ុណ្ណោះមិនចង់នៅឲ្យប៉ាម៉ាក់បំរើបាយទឹកខ្ញុំទៀតនោះទេខ្ញុំធំហើយប៉ាម៉ាក់គួរតែមើលថែគ្នាវិញម្ដងទៅ មិនដឹងជាបំរើបាយទឹកស្អីទេកូនមិនក៏និយាយបែបហ្នឹងនេះជាឪពុកម្ដាយយើងតើ ខ្ញុំអាចធ្លាប់ហើយកាលពីមុនមានប្រពន្ធរៀបចំទុកដាក់ឥឡូវគេនឹងខ្ញុំបែកគ្នាលែងមានអ្នកយកចិត្តទុកដាក់ខ្វល់ខ្វាយជាមួយដោយកាលពីមុនទៀតហើយធ្វើយ៉ាងម៉េចទេបើជីវិតគូរបស់ខ្លួនឯងមិនស្រស់បំព្រងមិនអាចកាន់ដៃគ្នាដល់ត្រើយគឺមានតែផ្ដាច់ត្រឹមនឹងដើរផ្លូវរៀងខ្លួនគឺល្អបំផុតហើយបាទលោកប៉ាខ្ញុំយល់ពីអារម្មណ៍ប្រពន្ធខ្ញុំពេលនោះហើយថាត្រូវឯកាប៉ុណ្ណាដែលត្រូវទុកចោលបែបនោះ កែខ្លួនទៅអញ្ចឹងកុំប្រព្រឹត្តដូចកាលពីមុនទៀត បានចាំខ្ញុំយកផ្លែឈើនេះទៅលាងចុះអញ្ចឹង ទៅចោះកូនថាហើយដារុងក៏យកផ្លែឈើទៅលាងមុខនេះដឹងខុសហើយចង់វិលទៅរកគេវិញហើយមើលទៅ រកម្មរកោសហើយចិត្តក្តៅទើបមិនអាចសម្រួលគ្នាបានគឺមានតែចែកផ្លូវគ្នាដើរមិនអាចដើរលើផ្លូវតែមួយទៀតនោះទេ នេះបានថាបើចិត្តត្រជាក់ត្រជាក់សម្រាប់សម្រួលគ្នារឿងអីដែលថាមិនអាចដោះស្រាយបាននោះមានចំណងក៏ត្រូវតែមានការស្រាយដែរដេរ៉ាចេញពីធ្វើការ
ក៏ឆ្លៀតចូលផ្សារបន្តិច Skin care មកអស់ចាំពាក់កណ្ដាលខែអញ្ចឹងទៅកើតដែរណោះធ្វើឲ្យខ្ញុំនេះអស់លុយទៀតតតែបានខាងនោះមានអីវ៉ាន់ច្រើនណាស់សួស្ដីបងស្រីត្រូវការមើលអីខ្លះដែរខ្ញុំអស់អីលេបមុខហើយត្រូវការដើរមើលមួយផ្លែតបានទេបងអាចដើរមើលបានតាមចិនស្រឡាញ់មួយណារើសយកមួយនឹងចោះបងចាថាហើយដេរ៉ាក៏រើសយករបស់ដែលខ្លួនត្រូវការរួចរាល់ហើយក៏គិតលុយចេញទៅវិញខណៈដែលកំពុងជិះម៉ូតូនៅតាមផ្លូវមេឃក៏ស្រាប់តែធ្លាក់ភ្លៀងភ្លៀងហើយលោកអើយខ្ញុំអត់ទាន់ដល់ផ្ទះផងពេលនោះផងដែរក៏មានឡានបើកមកឈប់ពីក្រោយភ្លៀងហើយណែអាវភ្លៀងអរគុណតែខ្ញុំអត់ទទួលនោះទេមិនបាច់ឲ្យឡើយលេងចរិតរកស្អីគេឲ្យហើយនៅមិនខ្ចីទទួលទៀតក៏ព្រោះតែមិនចង់បាននឹងហើយទៅបញ្ចឹងចេះធ្វើអញ្ចឹងទៅកើតដែរខ្ញុំទៅវិញហើយអញ្ចឹងមានចិត្តមកជួយប៉ុន្តែមើលម្លងខ្លាំងពេកហើយថាហើយដារុងក៏ចាក់ចេញទៅនរណាសុំទៅមកតែខ្លួនឯងសោះលុះពេលមកដល់ផ្ទះវិញដេរ៉ាសើមជោគពេញខ្លួនចាំមែនតែនសើមខោអាវអស់បងឯងមកវិញទាំងភ្លៀងអញ្ចឹងមិនខ្លាចជិះអារត់ម៉ូតូទេអីបាទរលត់ស្មានតែមកដល់នឹងមែនហ៎ខ្ញុំសួរប្រុសខ្ញុំបារម្ភហើយមិនមកខឹងខ្ញុំវិញអញ្ចឹងអញចេញពីមុខយើងសិនទេអូខេមិនចង់ឲ្យទៅមុខប្រមាណទេខ្លាចអារម្មណ៍បងឯងពេលខឹងខ្លាំងណាស់ពេលនោះផងដែរម្ដាយរបស់នាងក៏ដើរចេញមកកូនមកដល់ផ្ទះវិញមិនដូចជាមួម៉ៅម្លេះក៏ព្រោះតែភ្លៀងដេញសើមជោគបែបនេះទើបបានជាខ្ញុំរៀងមួម៉ៅបន្តិចទៅម៉ាក់កុំចេះតែមួម៉ៅអីកូនទៅបដូរកៅអៅហើយមកញ៉ាំបាយជុំគ្នាណាចាថាចំដេរ៉ាក៏ដើរចេញទៅបងស្រីដូចជាខឹងតាណាមកអញ្ចឹងខឹងឯងដែលជាប្អូននឹងហើយនៅទៅមុខទៅមាត់គេពេកម៉ាក់កុំចេះតែថាអញ្ចឹងមើលកុំនិយាយច្រើនពេកតោះឆាប់ទៅរៀបចំបាយទឹកឲ្យបងឯងបាទពេលយប់ឡើងនាយដែនជិះម៉ូតូមករកសង្សារគេដល់មុខផ្ទះនេះបងនៅនេះមើលមិនឃើញទេអីឬក៏រវល់ចាំអ្នកផ្សេងក្រៅពីបងទៅហើយបងឯងកុំនិយាយអីនាំរឿងនាំឆ្លោះពេកមិនតំណងសោះហើយចុះបើមនុស្សប៉ុណ្ណឹងមើលមិនឃើញបងក៏ថាអញ្ចឹងតែម្ដងទៅក្រៅជាមួយបងហ៎ខ្ញុំមិនអាចទៅក្រៅបានទេឃើញយប់អត់ហេតុអីក៏ចេះតែបបួលចេញក្រៅទាំងយប់បែបនេះបើបងឯងស្មោះត្រង់ចូលស្ដីដល់ឪពុកម្ដាយខ្ញុំមិនមែនមកធ្វើអញ្ចឹងឡើយចូលយ៉ាងម៉េចទៅបងខ្លាចឪពុកម្ដាយអូនឯងបដិសេធនឹងបងណាកំសាអញ្ចឹងមិនបាច់យកប្រពន្ធទេមិនក៏និយាយអញ្ចឹងបងសុភាពបរោះណាបងត្រូវតែខ្លាចចាស់ទុំអញ្ចឹងហើយសុភាពបរោះគេចូលដល់ឪពុកម្ដាយមិនមែនចេះតែមកបបួលចេញក្រៅអញ្ចឹងទេត្រូវដឹងផងទេអញ្ចឹងបងទៅវិញសិនហើយបើមាននិស្ស័យយើងច្បាស់ជាបានគ្នាជាគូជីវិតតែបើអត់និស្ស័យទេយើងក៏លែងត្រូវជាស្អីនឹងគ្នាទៀតតែម្ដងមនុស្សអ្នកសាងតែបន្តទៅលើតែនិស្ស័យភាសាអត់មានភាពច្បាស់លាស់ទំនួលខុសត្រូវតែម្ដងបងលាសិនហើយអញ្ចឹងថាចំគេក៏ចេញទៅវិញមនុស្សអីទេមិនព្យាយាមរកឱកាសបែរជាចាំតែនិស្ស័យអញ្ចឹងនោះដារុងមកដើរក្នុងសួនសាធារណៈខណៈនោះក៏បានទៅទិញផ្កាពីក្មេងស្រីដែលកំពុងតែដើរលក់ប្អូនស្រីបងទិញផ្កានេះហើយមកតងប្រមាណដែរប្អូនចាមួយតង 4,000 រៀលបងយកទាំងអស់ហើយក៏ទៅផ្ទះវិញចុះណាអរគុណណាស់បងប្រុសសង្ហាដែលជួយទិញយកទាំងអស់បែបនេះនេះថ្លៃផ្កាមិនបាច់អាប់ទេខ្ញុំទៅសិនហើយបងប្រុសថាចាប់ហើយក្មេងនោះក៏ចាក់ចេញទៅមានតែផ្កាតែគ្មានម្ចាស់សោះនាថ្ងៃបន្ទាប់នៅកន្លែងធ្វើការនាយដំក៏បានដាក់ការងារឲ្យដេរ៉ាធ្វើទាល់តែរួចរាល់ទើបអាចចេញទៅផ្ទះបានមេដូចជាចង់កេងកម្លាំងខ្ញុំតែធ្វើតម្រាំតែរួចមិនការបានទៅផ្ទះទៅលោកអើយកុំរអ៊ូអី
មេមកហើយសួស្ដីមេបំរុងទៅណាដែរមេបងទៅក្រៅមួយផ្លែតកុំលួចខ្ជិលណាប្រយ័ត្នការងារធ្វើមិនហើយអត់បានទៅផ្ទះទេយល់ដែរទេចាយល់ហើយមេនីដំក៏បានចេញទៅធ្វើទៅឯងនឹងឆាប់រួចដឹងហើយលុះពេលយប់ឡើងម៉ោងប្រហែល8ជាងទើបការងារនាងរួចរាល់គេទៅផ្ទះអស់ហើយនៅឡើយតែខ្ញុំទើបបណ្ដាម៉ូតូចេញពីកន្លែងការងារមីអូនហើយទៅមិនចេញទេថ្ងៃនេះដូចជាប្រឹងប្រែងធ្វើការខ្លាំងដល់ហើយថ្ងៃហ្នឹងខ្ញុំមិនបានប្រឹងប្រែងទេពូតែជាបញ្ជាមែនតាកុំអីខ្ញុំចេញតែមុនតាំងពីយូរបាត់ហើយអញ្ចឹងទេអីក្មួយពូខ្ញុំនៅមានទឹកនិងនំខ្លះពូយកទុកហូបកុំឲ្យឃ្លានពេលយប់ឡើងពូអរគុណណាស់អញ្ចឹងត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពណាក្មួយចាពូដេរ៉ាក៏បានជិះម៉ូតូចេញទៅតែម្ដងប៉ុន្តែនាងក៏ត្រូវបានឡានមួយទៀតបើកមុខបុកឲ្យដួលនៅលើផ្លូវអូយរលត់ដៃរលត់ជើងខ្ទេចអស់ហើយខ្ញុំថាហើយគឺអញ្ចឹងមែនបុកគេដួលមួយបាត់មិនអីអូនធំស្រាអីហួងនៅបើកបោអញ្ចឹងកើតទៀតមិនក៏ចេះតែផឹកស្វឹងហើយបើកបោគិតថាល្អណាស់មែនទេចាំខ្ញុំជូនទៅពេទ្យកុំភ័យអីមិនទាន់ស្លាប់នោះទេយេមិនក៏ប្រើភាសាអញ្ចឹងខ្លួនអញជាអ្នកខុសហើយនៅមិនដឹងខ្លួនទៀតទេដឹងអញ្ចឹងហើយបានខ្ញុំចង់នាំទៅពេទ្យហ្នឹងទៅឬក៏មិនទៅជាមួយទេខ្ញុំខ្លាចខ្លួនឯងកាន់តែយ៉ាប់យ៉ឺនជាងនេះមិនបាច់មកចង់ជូនទេទៅឲ្យបាត់ទេទៅក៏បានដែរអញ្ចឹងមិនទ្រាំនៅជាមួយទៀតទេថាចប់ហើយគេក៏ចាស់ចេញទៅឈឺខ្លួនទៀតឲ្យតទៅបានពេលនោះឡានមួយទៀតក៏បានបើកមុខឈប់ក្បែរនាងតារាអូនអញដួលម៉ូតូមែនហ្នឹងមើលសភាពចុះបើឃើញហើយក៏ឈប់សួរខ្ញុំឈឺណាស់បងនាំអូនទៅពេទ្យប្រយ័ត្នរបស់នេះខ្លាយកាន់តែយ៉ាប់យ៉ឺនមិនខានទេក៏បានដែរថាហើយពួកគេក៏បានចេញពីផ្លូវនេះទៅកាន់មន្ទីរពេទ្យរបួសលាងរួចហើយនេះជាថ្នាំប្អូនយកទៅលេបចុះណាបើមានបញ្ហាអីត្រូវមកពេទ្យជាបន្ទាន់ចាអ្នកគ្រូពេទ្យចាអ្នកគ្រូទៅធ្វើការបន្តហើយណាចាំបងជូនអូនទៅផ្ទះវិញចុះធ្វើការចេញពេលយប់អញ្ចឹងត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ទើបមិនសូវជួបហេតុការណ៍បែបហ្នឹងខ្ញុំប្រយ័ត្នហើយតែគេអត់ប្រយ័ត្នទេផឹកស្រាស្វាំងបើកបោកិច្ចអីតន់បើមកបុកពីក្រោយដាក់ពាក្យប្តឹងទៅអញ្ចឹងកុំឲ្យទុកនាំទៅធ្លាប់អីប្រកាសជាបែបហ្នឹងហើយតោះអញ្ចឹងពួកយើងទៅផ្ទះទាំងពីរនាក់ក៏បានចាក់ចេញពីមន្ទីរពេទ្យដោយដារុងក៏នាំដេរ៉ាមកផ្ទះរបស់គីនាំមកនឹងរកអីផ្ទះយើងតាមិនក៏ស្លន់អីម្លឹងនោះតោះចូលដេកអត់ទេខ្ញុំទៅផ្ទះខ្ញុំមិនក៏មកធ្វើបែបនឹងដាក់គ្នាទៅកើតហ៎ពួកយើងសម្រួលគ្នាបន្តិចបានទេកុំជជែករឹងរូសអីបងមិនចង់នៅផ្ទះមួយនេះតែម្នាក់ឯងទៀតទេបងចុះចាញ់ពិតមែនណាដែលប្រើជីវិតរស់នៅតែម្នាក់ឯងដោយគ្មានអូននៅជាមួយបែបហ្នឹងពួកយើងត្រូវគ្នាវិញទៅណាហេតុអីក៏ត្រូវមានចាញ់នឹងឈ្នះខ្ញុំមិនចង់បានបែបនេះទេពួកយើងស្មើភាពគ្នាទៅក៏ល្អកុំឲ្យមានពាក្យបែបនេះអីខ្ញុំមិនចូលចិត្តការប្រកួតប្រជែងហើយក៏មិនចង់អន់ចិត្តចំពោះលទ្ធផលនេះដែរបើអញ្ចឹងពួកយើងស្មើគ្នាទៅណោះហើយមកត្រូវគ្នាវិញសាងគ្រួសារយើងសាជាថ្មីដោយភាពស្មើមិនប្រកួតប្រជែងយកត្រូវរៀងខ្លួនបងនិងអូនវិលមកបង្កើតទំនាក់ទំនងនឹងគ្នាវិញណោះខ្ញុំគិតមើលសិនគិតយូរឈឺក្បាលណាស់តោះទៅរកថ្នាំបើកម្លាំងយើងវិញថ្នាំបើកម្លាំងស្អីទេម៉ែកុំអោដារុងក៏នាំនាងចូលទៅក្នុងបន្ទប់បាត់ទៅមួយខែក្រោយមកទំនាក់ទំនងអ្នកទាំងពីរក៏ចាប់ផ្ដើមមកជាល្អបន្តិចម្ដងនាថ្ងៃសម្រាកដេរ៉ាជិះកង់ហាត់ប្រាណដោយដារុងក៏ជិះមកជាមួយផងដែរពេលណាទើបឲ្យចូលទៅដឹងនោះ
កុំមកសួរខ្ញុំសួរខ្លួនឯងច្បាស់លាស់ឬណីកុំមកដដែលនៅក្នុងទំនាក់ទំនងដែលប្រេះឆាម្ដងទៀតអីមិនប្រេះឆាប្រេះស្រាំស្អីទៀតនោះទេឯកាលណាពេលដែលនៅម្នាក់ឯងបែបនោះមកពីខ្លួនឯងដែរទេឌឺណាស់ណោះបើសិនជាខុសឆ្គងម្ដងទៀតវាជាចេតនាពួកយើងបងមិនបង្កចេតនានោះឲ្យកើតឡើងម្ដងទៀតនោះទេគ្មានឲ្យប្រេះស្រាំមកឯកាទទេទេទង្វើឲ្យជ្រៅដូចសម្ដីផងទេជ្រៅជាងមហាសមុទ្រទៅទៀតកុំភ័យអ្នកទាំងពីរក៏សម្រេចសម្របសម្រួលគ្នាម្ដងទៀតដោយលើកនេះគឺផ្សះផ្សាដោយមិនឲ្យដូចលើកដំបូងទៀតនោះទេមួយរយៈកន្លងផុតទៅពួកគេក៏ចាប់ដៃគ្នាចូលរោងការម្ដងទៀតទាល់តែបានព្រមទាំងរស់នៅក្នុងគូជីវិតថ្មីនេះដោយការអធ្យាស្រ័យណាត់គ្នាតែថ្មនេះឲ្យមិនទាន់មកដល់ទៀតមិនចេះគោរពសន្យាមែនឲ្យខ្ញុំចាំរហូតមិនយល់សោះហ្មងអាំងតែខ្ញុំជាមនុស្សប្រុសមែនទេតាឯងលាក់លុយមែនទេហេតុអីលាក់លុយពីប្រពន្ធនេះប្រងយកលុយនេះទៅឲ្យស្រីក្មេងមែនអត់ហ្នឹងហ៎ចិត្តសាហាវណាស់ចាស់ហើយនៅមិនដឹងថាខ្លួនចាស់ទៀតចង់លួចមានស្រីផងហើយបដាក៏មិនមើលមនុស្សជិះម៉ូតូសោះជិះម៉ូតូចូលក្នុងវងគោដោយខ្លួនឯងហើយមកបន្ទោសលើគោខ្ញុំស្មានតែជាគោដែរតើទើបដេញឲ្យទៅផ្ទះវិញព្រោះស៊ីឆ្អែតអីដល់ម៉ោងចូលក្រោលដេកខូចចិត្តដើម្បីបងដោយសារអីខ្ញុំគ្មានពេលខូចចិត្តគ្រាន់តែសង្សារសំបែកទេហ៎តើតែអត់លុយទៅខ្ញុំខូចចិត្តជួយមិនបានទេមិនទៅយំសោកព្រោះបងទេលាសិនហើយណែរឿងខ្ញុំច្រឡំសំបែកកូនពូនៅតបលក់អីវ៉ាន់ដែលមានលក់ចាប់ហួយសឹងតែគ្រប់មុខទៅហើយអ្នកកំឡោះឈរចាំម្ដាយនៅក្បែរម៉ូតូកំពុងតែឈរចាំម្ដាយនៅខ្វះទឹកសុទ្ធមួយយួរទៀតអ្នកហើយសរុបលុយទាំងអស់មកពងទាទឹកសុទ្ធនឹងអំបិលស្ករប៊ីចេងនេះសរុបទាំងអស់នេះគឺ 20,000 រៀលណាអ្នកណែខ្ញុំមានតែกระดาษ 50,000 អ្នកអាប់មកចាំមួយផ្លេតខ្ញុំអាប់ឲ្យកូនណាមកលើកទឹកសុទ្ធដាក់លើម៉ូតូទៅឈោស្ងៀមដូចរូបចល័កអញ្ចឹងកូននេះខ្ញុំឈរចាំម៉ែប្រុសម៉ែយូរពេករវល់ទៅជ័យទៀតនេះមនុស្សចាស់អញ្ចឹងហើយកូនឯងមកលើកអីវ៉ាន់ដាក់លើម៉ូតូទៅកុំតវ៉ាជាមួយម្ដាយពេកបាទខ្ញុំយល់ហើយធីត្រាបានលើកអីវ៉ាន់ដែលម្ដាយគេបានទិញយកទៅដាក់នៅលើម៉ូតូខណៈនោះអ្នកលក់ក៏បានយកលុយអាប់មកឲ្យមីងយឿនណែលុយអាប់របស់អ្នកណាអ្នកចាអរគុណហើយតោះកូនយើងទៅផ្ទះវិញបាទម៉ែធីត្រាបានដុំម្ដាយចាក់ចេញពីតូបលក់ចាប់ហួយមកដល់ផ្ទះតែម្ដងណែលើកអីវ៉ាន់ទៅដាក់ក្នុងផ្ទះទៅកូនម៉ែមើលលុយអាប់សិនណែបាញ់មិញបានមើលសោះស្របពេលដែលគាត់លាលុយមើលបែរជាឃើញលុយក្រដាស់ 5,000 រហែចំអាប់លុយរហែមកឲ្យខ្ញុំអើយចាំទៅទិញវិញក៏បានបន្ទាប់ពីរៀបចំអីវ៉ាន់រួចរាល់ធីត្រាបានជិះម៉ូតូចាក់ចេញពីផ្ទះដោយសម្ដៅទៅក្រោមដើមដូងណាត់គ្នាតែថ្មនេះឲ្យមិនទាន់មកដល់ទៀតមិនចេះគោរពសន្យាមែនឲ្យខ្ញុំចាំរហូតមិនយល់សោះហ្មងអាំងតែខ្ញុំជាមនុស្សប្រុសមែនទេរំពេចនោះនារីជិះម៉ូតូកូនទាបានជិះមកដល់និងបានបន្លឺឡើងបងចាប់ខ្ញុំយូរណាស់ខ្ញុំតបតែបោកកៅអៅលាងចានបោះសម្អាតជប់ផ្ទះដាក់បាយឲ្យជ្រូកធ្វើផ្អកត្រីងៀតរួចរាល់បាញ់មិញនេះទេការងារ100មកមិនមែនស្រួលទេណាបងប្រាប់ឲ្យដឹងទេខ្ញុំមិនមែនតនេទេអត់យូរទេបងទៅតែមកដល់តាអូនឯងហត់អត់បងមានទឹកអំពៅមកផ្ញើមេឃក្តៅអញ្ចឹងបានទឹកអំពៅញ៉ាំតិចឆ្ងាញ់ណាស់អរគុណណាស់បងហត់ផងក្តៅផងថ្ងៃនេះបងឯងចង់និយាយអីជាមួយខ្ញុំបងមិនដឹងថាចង់និយាយអីទេបងទៅផ្ទះវិញហើយណាមកឲ្យតែបានឃើញមុខសង្សារបើទៅរកដល់ផ្ទះខ្លាចពុកអូនគប់ដុំថ្មបងពិបាករត់ណាស់ពុកខ្ញុំមិនកើតទេកុំចេះតែនិយាយអញ្ចឹងអីបានចឹងខ្ញុំទៅមុនហើយណាសៅភ័ណ្ឌបានចាក់ចេញភ្លាមបន្ទាប់ពីលាគ្នារួចមិនដឹងជាត្រូវសុំបែកដោយវិធីណាទេបើសង្សារមួយនេះចេះការងារសពគ្រប់ដូច្នេះខ្ញុំពិបាកនឹងហាមាត់ណាសៅភ័ណ្ឌមកដល់ផ្ទះភ្លាមនាងបានឃើញលុយជ្រុះនៅលើដីក្រដាស់ 50,000 រៀលនាងបានរើសលុយនោះតែម្ដងអីលុយពុកមែនទេធ្លាក់នៅនឹងពុកកានៅក្នុងផ្ទះដែរទេពុកអីពុកលុយពុកមែនធ្លាក់នៅលើដីនឹងពុកអី
រំពេចនោះឪពុករបស់នាងទៅតែមកដល់ផ្ទះដូចគ្នា ហើយពុករកស្អីពុកទៅមកពីផ្ទះអ្នកជិតខាងរបស់យើងកូនឯងមានរឿងអីហី ខ្ញុំឃើញលុយធ្លាក់នៅលើដីលុយកដាស់50000នេះណាពុកជារបស់ពុកមែនទេ ឲ្យពុកមើលបន្តិចមើលកូន ខណៈនោះម្ដាយរបស់នាងបានចាក់ចេញពីក្នុងផ្ទះមកដោយយកលុយពីក្នុងដៃកូនស្រីភ្លេត តាឯងលាក់លុយមែនទេហេតុអីលាក់លុយពីប្រពន្ធនេះប្រងយកលុយនេះទៅឲ្យស្រីក្មេងមែនអត់ហ្នឹងចិត្តសាហាវណាស់ចាស់ហើយនៅមិនដឹងថាខ្លួនចាស់ទៀតចង់លួចមានស្រីផងហ៎ ម៉ែវាកុំនិយាយអញ្ចឹងមើលខ្មាស់គេចិត្តខាងណាខ្ញុំចេះលួចមានស្រីពីអង្កលគ្រាន់តែរឿងលុយជ្រុះតែប៉ុណ្ណឹងសោះម៉ែវាឯងស្រែកផ្អើលឆៅឡោធ្វើស្អីខ្ញុំមិនដឹងតែមានលុយតាំងពីអង្កលណាទេព្រោះម៉ែវាឯងតែងតែយកពីខ្ញុំអស់ហ្នឹង កំប៉ិនកុហកពេកអីឪវាបើខ្ញុំមកមិនតាន់ណាច្បាស់ជាយកលុយទាំងនេះទៅឲ្យស្រីផ្សេងហើយ មិនដឹងជាស្អីទេខ្ញុំចូលទៅក្នុងផ្ទះហើយក ុំតាន់ចូលទៅអីឪវាឯងត្រូវតែនិយាយជាមួយខ្ញុំឲ្យច្បាស់លាស់សិនទៅណាមិនតាន់បានទេ ប្តីប្រពន្ធគាត់ទាំងពីរបានចូលទៅក្នុងផ្ទះតែម្ដងអើយពុកម៉ែខ្ញុំចូលចិត្តចាក់បាក់ឲ្យខ្ញុំស្ដាប់រាល់ថ្ងៃណាសុផាន់ទៅកាន់ទ្រុងជ្រូកដោយបាញ់ទឹកសម្អាតតែខណៈនោះនាងទទួលបានសារពីធីត្រា អូនបងគិតថាយើងបែកគ្នាទៅបងចង់ផ្ដោតលើខ្លួនឯងជាងរឿងស្នេហា ជិះនៅតាមផ្លូវអ្នកភូមិបណ្ដាគោប្រដេញគ្នាបណ្ដាលឲ្យនាងដួលម៉ូតូប្រាវអើយហើយបណ្ដាគោមិនមើលមនុស្សសោះហើយបណ្ដាគោមិនមើលមនុស្សជិះម៉ូតូសោះហើយបណ្ដាគោមិនមើលមនុស្សជិះម៉ូតូសោះ ជិះម៉ូតូចូលក្នុងវងគោដោយខ្លួនឯងហើយមកបន្ទោសលើគោខ្ញុំស្មានតែជាគោដែរអន្តាទៅដេញឲ្យទៅផ្ទះវិញព្រោះស៊ីឆ្អែតអីដល់ម៉ោងចូលក្រោលដេក ខ្ញុំមិនមែនជាកោទេចូលក្រៅចាំមិនកើតជាម្ចាស់កោចេះស្ដីបដៅកូនផងទៅកុំមកចង់ចូលជាមួយខ្ញុំព្រោះខ្ញុំមនុស្សទេ ជិះលហន្តណាមិនអញ្ចេះមើលម៉ោងទេអីដល់ពេលគេគ្រប់គ្នានាំគោទៅផ្ទះវិញហើយចេះប្រុងប្រយ័ត្នឲ្យខ្លួនឯងផងទៅកុំចេះតែបន្ទោសលើអ្នកដទៃពេក កុំចឹងទៀតណាថ្ងៃក្រោយនោះប្រយ័ត្នជិះបុកថាចប់ហើយនាងក៏បានជិះម៉ូតូចាក់ចេញទៅត្រី យ៉ាងម៉េចឲ្យប្រកាសនេះមកភូមិខុសគេតែឯង សោផាន់មកដល់ផ្ទះធីត្រានាងឈប់ម៉ូតូហើយក៏បានសម្ដៅទៅក្នុងផ្ទះខណៈដែលម្ដាយធីត្រាបានសួរនាំឡើង មីអូណាទៅណានឹងក្មួយ ជម្រាបសួរមិញខ្ញុំមករកកូនមិញគាត់ទៅណាបាត់ហើយមិញ កូនមីងទៅដោះទឹកថ្នោតដែលគេបានដាក់កាពីម្សិលមិញប្រហែលតិចទៀតអាចមកដល់ផ្ទះវិញហើយណែក្មួយចូលទៅក្នុងសិនក៏បានដែរ ខ្ញុំចាំគាត់នៅទីនេះក៏បានដែរមិញមិនចង់ចូលទៅខាងក្នុងទេ ចាំនៅនឹងចោះអញ្ចឹងមីងទៅដាំស្លហើយ មីងយឿនបានចូលទៅក្នុងផ្ទះភ្លេតធីត្រាក៏បានមកដល់ផ្ទះវិញជាមួយបំពង់ទឹកត្នោតនិងស្រាប់តែពោលឡើងថា សុផាន់មកផ្ទះបងធ្វើអីបងបាននិយាយគ្នាច្បាស់ហើយតើមិនក៏អញមកទីនេះទៀតបងចង់ចាប់គ្នាហើយមិនចង់ពាក់ព័ន្ធអីជាមួយនឹងអូនទៀតទេ ខ្ញុំមកទីនេះមិនមែនមករករឿងទេខ្ញុំអស់ហួសថ្លែងពេលដែលបងសុំបែកខ្ញុំនោះអរគុណណាស់ណាបងដែលបានសុំខ្ញុំបែកគ្នាជូនពរឲ្យបងជួបអ្នកថ្មីឆាប់ខ្ញុំទៅផ្ទះវិញហើយ អូនឈប់សិនមើលកុំអាលទៅណាមិនក៏អូនត្រូវសប្បាយចិត្តអត់សមទេអូនសំដែងម្ដងទៀតមកធ្វើពុតជាខូចចិត្តដាក់បងមើល ខូចចិត្តដើម្បីបងដោយសារអីខ្ញុំគ្មានពេលខូចចិត្តគ្រាន់តែសង្សារសំបែកទេតើតែអត់លុយទៅខ្ញុំខូចចិត្តជួយមិនបានទេមិនទៅយំសោកព្រោះបងទេលាសិនហើយណែសោផាន់ចាក់ចេញធ្វើឲ្យធីត្រាខកចិត្តជាខ្លាំង មិនក៏អត់ខូចចិត្តអញ្ចឹងហើយថែមទាំងសប្បាយចិត្តហួសថ្លែងទៀត នាពេលរាត្រីធីត្រាផឹកទឹកត្នោតជូរស្រវឹងដើរពីផ្ទះមួយទៅកាន់ផ្ទះមួយខណៈនោះមកដល់ផ្ទះរបស់ធីមដែលត្រូវជាមិត្តរបស់គេនឹងបានដួលព្រឺ ណែឯងកើតស្អីមិនក៏មកដួលនៅរត់ផ្ទះខ្ញុំអញ្ចឹងក្រោកឡើងពួកម៉ាក់ថ្ងៃហ្នឹងឯងមានបញ្ហាអីម៉ែមិនឲ្យយកប្រពន្ធមិនមែនបានជាឯងផឹកស្រាអញ្ចឹងឆ្លើយជាមួយខ្ញុំបន្តិចមកឯងឈឺចិត្តឆ្អិតត្រង់រឿងស្អីសង្សារយើងគេទៅចោលយើងហើយនាងដាច់ចិត្តពីយើងហើយគួរតែធ្វើយ៉ាងម៉េចទៅទើបអាចទទួលបាននាងត្រឡប់មកវិញសវឹងទឹកត្នោតជូរព្រោះតែសង្សារសំបែកវាជារឿងដែលពិបាកស្មានដូចគ្នាណាខ្ញុំក៏មិនសូវជាយល់ដែរ
គេសុំឯងបែកគ្នាមិនមែនកាត់ចិត្តទៅធ្វើមិនទេគេជាស្រីស្អាតយើងដូចជាចៃទុំលើលំអងផ្កាឯងគ្មានវាសនាបានផ្កាដែលស្រស់ស្អាតទេយើងសោកស្ដាយផងណាឯងមិនបាននាងទេកាត់ចិត្តឲ្យស្វែងរកអ្នកថ្មីទៅកាត់ចិត្តដោយកាត់តឹងយកកត្រៃកាត់មិនកើតកុំព្យាយាមញុះញង់យើងឲ្យសោះវើយនិយាយចប់ភ្លាមធីត្រាបានដើរទៅមុខបន្តទាំងមិនត្រង់ផ្លូវញុះញង់ស្អីឯងគ្នាគ្រាន់តែផ្ដាល់យោបល់សោះធីត្រាមកដល់ផ្ទះសៅផនដោយបានស្រែកឡើងថាសៅផនចេញមកជួបបងឥឡូវនេះបងចង់ជួបអូនឆាប់មកឥឡូវនេះភ្លាមមកយើងមានរឿងដែលត្រូវជជែកគ្នាអូនឯងឆាប់ចេញពីក្នុងផ្ទះមករំពេចនោះឪពុកសៅផនបានចេញពីក្នុងផ្ទះដោយមកនិយាយតទល់ជាមួយធីត្រាឯងមករកកូនយើងយប់ប្រលប់អញ្ចឹងធ្វើអីមិនដឹងថាគេត្រូវការដេកពួនខ្លះទេអីស្វឹងហើយមិនព្រមដេកបែរជាមករំខានអ្នកចិត្តខាងអញមិនដឹងខ្យល់អីមែនខ្ញុំមករកសង្សារខ្ញុំតើពូឲ្យខ្ញុំជួបជាមួយសង្សារខ្ញុំផងខ្ញុំចង់ជួបនាងខ្ញុំចង់សុំទោសដែលខ្ញុំបានធ្វើខុសពូជាចាស់ជាទុំជួយជោគចៅឲ្យកូនផងទៅណាពូវាជាបញ្ហារបស់ឯងនិងកូនយើងជាចាស់ទុំនៅតែផ្ទះមិនបានតាមដានឯងគ្រប់ជំហាននោះទេយើងធ្វើម៉េចនឹងដឹងថាកើតរឿងអីខ្លះចំពោះឯងទាំងពីរនាក់រឿងដើមហេតុគឺខ្ញុំច្រឡំសំបែកកូនពូរឿងនឹងយើងអត់មានពាក់ព័ន្ធទេចាំស្អែកចាំនិយាយគ្នាបន្តទៀតទៅថ្ងៃនេះស្វឹងហើយទៅដេកយកកម្លាំងគិតពីវិធីសាស្ត្រដើម្បីលួងកូនស្រីរបស់យើងទៅអរគុណពុកក្មេកអញ្ចឹងខ្ញុំទៅផ្ទះវិញក៏បានដែរជម្រាបលាពុកក្មេកនិយាយចប់ភ្លាមធីត្រាបានដើរត្រេតត្រោតចាក់ចេញពីផ្ទះរបស់ពូស្នានក្មេងសម័យនេះបែកបាក់ស្នេហាផឹកស្រាស្វឹងដើរផ្លូវមួយតែឯងអញ្ចឹងមែននាពេលថ្ងៃត្រង់សៅផននិងម្ដាយរបស់នាងកំពុងតែហាន់ធាងក្តារយប់មិញពុកកូនឯងប្រាប់ថាក្មួយធីត្រាមករកកូនឯងហើយមិនក៏កូនឯងមិនចង់មករកគេទៅហើយនិយាយគ្នាឲ្យដឹងរឿងទៅណាកូនយើងសុទ្ធតែជាមនុស្សធំយើងជ្រើសរើសវិធីជជែកឲ្យដឹងសាច់ការជាងបដាយឲ្យវារសាត់ទៅដោយមិនធ្វើអីសោះมันមានរឿងអីធំដុំទេម៉ែមនុស្សគាត់ពិបាកនិយាយគ្នាណាពេលដែលស្វឹងនោះព្រោះតែបែបដឹងហើយទើបខ្ញុំមិនចង់និយាយអ្វីក្នុងស្ថានភាពដែលគាត់ស្វឹងនោះទេចាំពេលដែលស្វាងទើបស្រួលនិយាយគ្នានឹងហើយជជែកគ្នាដឹងរឿងទៅកុំទុកឲ្យយល់ច្រឡំអីណាកូនចាំម៉ែធីត្រាមករកសុផុនដល់ផ្ទះជំរាបសួរមីងសុផុនបងមានរឿងនិយាយជាមួយអូនមួយផ្លែតអូនអាចមានពេលជជែកជាមួយបងបានទេតាមមួយផ្លែតទេអូនជំរាបសួរក្មួយមីអូនទៅនិយាយជាមួយគ្នាឲ្យដឹងរឿងទៅហើយចាំមកជួយម៉ែវិញចាំម៉ែតែខាងនោះទេយើងស្រួលជជែកគ្នាថាហើយអ្នកទាំងពីរក៏បានជជែកគ្នានៅក្រោមម្លប់ស្វាយអូនរឿងនោះមិនមែនជាការពិតទេបងមិនបានចង់សំបែកពីអូនទេបងច្រឡំតាអូនច្រឡំឆាត់មែនទេហ៎បានន័យថាមានអ្នកផ្សេងដែលមិនមែនតែខ្ញុំម្នាក់នោះទេហ៎ខ្ញុំហួសចិត្តណាស់ពេលដែលបានលឺអញ្ចឹងឡើងមកនោះអូនមិនអញ្ចឹងទេបងអត់មានអ្នកផ្សេងក្រៅពីអូនទេឲ្យបងមានអ្នកផ្សេងយ៉ាងម៉េចបានទៅបើក្នុងភូមិនេះអូនញញសឹងអីហ្នឹងបងសុំទោសយើងត្រូវគ្នាវិញទៅណាបងសន្យាថាបងនឹងមិនធ្វើបែបនេះម្ដងទៀតទេបងនឹងមិនកើតសតិអារម្មណ៍ចំពោះអូនទេมันអាចត្រូវងាយទេខ្ញុំបញ្ញាខ្ញុំទៅជួយម៉ែខ្ញុំហាន់ធាងក្តារហើយថាចប់ហើយសុផុនក៏បានដើរចេញទៅភ្លាមបានបងនឹងតាមលួងអូនទាល់តែអូនព្រមទន់ចិត្តជាមួយបងវិញនាពេលរសៀលក្មេងៗក្នុងភូមិរត់ប្រដេញគ្នានៅភ្នក់ចំបើងខណៈដែលធីត្រាក៏បាននឹកឃើញវិធីសាស្ត្រមួយភ្លាមអូនក្អែលម្នេះបងមានរឿងចង់ពឹងពាក់បងប្រុសមានការអីចង់ពឹងពាក់មកលើខ្ញុំនោះ
ជួយបងមានរបស់ដោះដូរឲ្យវិញ បាទបងនិយាយមកចុះខ្ញុំនឹងជួយបង ទៅនោះជាមួយបងមកផ្លែន ធីត្រាបាននាំក្មេងក្នុងភូមិទៅជាមួយគេតែម្ដងធីត្រាបានទិញតុក្កតាជ្រូកមួយនិងសំបុត្រមួយច្បាប់ហើយបានឈរនៅចំពោះមុខផ្ទះសៅភ័ណ្ឌជាមួយក្មេងប្រុសម្នាក់នោះ យករបស់នេះទៅឲ្យបងសុភ័ណ្ឌទៅហើយចាំមករកបងវិញយល់ទេ បាទបងខ្ញុំយល់ហើយបង ក្មេងប្រុសនោះបានរត់ទៅរកសៅភ័ណ្ឌនៅត្រង់ជ្រូកតែម្ដង បងសុភ័ណ្ឌមានគេយករបស់មកឲ្យ អ្នកណាប្រាក់ឲ្យយកមកឲ្យ បងយកទៅកុំភ្លេចបើកសម្បត្តិអានផងខ្ញុំទៅវិញហើយ ថាចប់ហើយក្មេងនោះក៏បានរត់ចេញទៅត្រីសម្បត្តិស្អីហ្នឹងមិនមែនមានតែសម្បត្តិទេហើយថែមទាំងមានលុយទៀតអត្តន័យនៅក្នុងសម្បត្តិ សុភ័ណ្ឌបងសុំទោសបងច្រឡំសុំអូនបែកព្រោះតែបងមានអារម្មណ៍ថាភ័យខ្លាចក្នុងការប្រឈមមុខជាមួយអូនហើយបងខ្លាចបងអន់ដែលបងធ្វើការងារបានប្រាក់តិចតួចជាងអូនបងចេះតែគិតច្រើនហើយថ្ងៃនោះបងក៏បានផ្ញើសារទៅអូនបែបនោះតែពេលនេះបងភ្ញាក់ខ្លួនហើយបងមិនត្រូវភ័យខ្លាចទៀតទេបងត្រូវតែប្រឈមមុខជាមួយរឿងរ៉ាវគ្រប់បែបយ៉ាងជាពិសេសត្រូវតែខំប្រឹងដើម្បីអនាគតទៅមុខដោយឈប់ធ្វើខ្លួនជាមនុស្សទុនជ្រាយបន្តទៀតបើស្រឡាញ់កូនស្រីគេហើយត្រូវតែមើលថែកូនស្រីគេឲ្យបានល្អដូចជាឪពុកម្ដាយគេបានមើលថែគេដូចគ្នាដូច្នេះបងត្រូវតែខំប្រឹងឲ្យបានខ្លាំងមានសមត្ថភាពស័ក្តិសមជាមួយអូន ខ្ញុំនឹងរងចាំមើលដូចគ្នាតើបងអាចដូចអ្វីដែលបងបាននិយាយនៅក្នុងពេលនេះដែរទេជាច្រើនខែបានកន្លងផុតទៅធីត្រាបានផ្លាស់ប្ដូរការគិតគំនិតអវិជ្ជមានចោលដោយប្រឹងប្រែងធ្វើការបង្កើនសមត្ថភាពរបស់គេលេងដូចពីមុនដែលមិនសូវហ៊ានបោះជំហានទៅមុខដើរខ្លាចយឺតរត់ខ្លាចដួលដូច្នេះគេបានធ្វើទាំងពីរទាំងដើរនិងរត់តាមកលៈទេសៈដែលនៅចំពោះមុខនាពេលថ្ងៃត្រង់ធីមកំពុងតែស្ទូចត្រីជាមួយក្មេងៗ ត្រីធំណាស់ក្មេងៗអញឈ្នះបងទេឃើញដែរទេថាបងស្ទូចត្រីបានទៀតហើយ ខណៈនោះរថយន្តមួយគ្រឿងបានមកឈប់នៅក្បែរស្រះទឹកនេះដូចគ្នា ចំរថយន្តនរណាគេនងអូអាធីសោះហើយអញតាណាដែរនងបាត់មុខមួយរយៈមកវិញមានរថយន្តថ្មីចាស់ហ្មងខ្ញុំមិនបានតាណាឆ្ងាយទេខ្ញុំទៅធ្វើការនឹងដើម្បីបញ្ជាក់ថាខ្ញុំអាចស័ក្តិសមជាមួយអ្វីដែលស្រស់ស្អាតហើយអាចឲ្យម៉ែខ្ញុំរស់នៅបានសនុកជាងពីមុនមីងសនុកមែនឯងក៏ប្លែកដូចគ្នាដែរមកលើកនេះគ្រាន់បើមិនដូចថ្ងៃសវឹងទឹកថ្នោតជូរទេយើងទៅផ្ទះម៉ែយើងហើយណាឯងបន្តស្ទូចត្រីទៀតចុះ ថាចប់ធីត្រាបានចាក់ចេញទៅភ្លាមត្រឹមរយៈពេលប្រហែលខែសោះវាធ្វើអីវាបានលុយទិញឡានលយម៉េះ ធីត្រាឈប់រថយន្តនៅនឹងមុខផ្ទះម្ដាយគេក៏បានចូលទៅរកម្ដាយភ្លេត ម៉ែខ្ញុំមកហើយ អើយកូនមកលឿនម្លេះសង្ស័យតែបើកឡានលឿនហើយមកទៅនោះណែកុំបើកបរលឿនពេកណាកូនគង់តែដល់ផ្ទះដូចគ្នាទេគិតគូរពីសុវត្ថិភាពផងទៅកូន បាទម៉ែខ្ញុំនឹងស្ដាប់តាមម៉ែ ម៉ែទៅរៀបចំបាយទឹកឲ្យណាហើយកូនទៅងូតទឹកចោះ ខ្ញុំចេញទៅក្រៅមកផ្លែនម៉ែមិនចាំបាច់ប្រញាប់រៀបចំបាយម្ហូបឲ្យខ្ញុំទេ ម៉ែដឹងហើយថាកូនចង់ទៅណានោះណែឆាប់មកវិញផងណាកូន បាទម៉ែ ធីត្រាចាក់ចេញពីផ្ទះដោយបើករថយន្តទៅឈប់នៅក្រោមដើមដូងខណៈដែលសៅភ័ណ្ឌបំរុងនឹងចាក់ចេញ អូនឈប់សិនបងត្រឡប់មកវិញហើយនឹកបងខ្លះទេ បងមកវិញហើយខ្ញុំស្មានថាមិនមកទីនេះទេស្មានតែបានតែមាត់តា បងមិនមែននិយាយចោលទេតែបងព្យាយាមធ្វើទាំងភ័យខ្លាចតែពេលបងបានគិតពីលទ្ធផលបើបងជោគជ័យបងមានឱកាសច្រើនបើបងព្យាយាមបងនឹងកាន់តែមានឱកាសបើបងខំប្រឹងបងនឹងកាន់តែជំនះជាមួយនឹងភាពភ័យខ្លាចបានបងនឹងមានតែភាពជោគជ័យក្នុងថ្ងៃនេះបងជោគជ័យធំបំផុតហើយគឺធ្វើឲ្យម៉ែបងកាន់តែសនុកជាងមុនហើយអ្វីដែលពិសេសបងអាចបង្ហាញឲ្យអូនបានឃើញថាបងព្យាយាមហើយដើម្បីទទួលបានឱកាសម្ដងទៀតយើងដូចដើមវិញបានទេ ខ្ញុំត្រេកអរណាស់ឃើញបងជោគជ័យអញ្ចឹងតែខ្ញុំមានប្តីរួចហើយ អូនអញនិយាយអីហ្នឹងមានប្តីស្អីគេបងមិនជឿទេកុំមកលេងសើចជាមួយបងអញ្ចឹងមើល ខ្ញុំថាលេងទេធ្វើដូចជាបងឯងពេលដែលធ្លាប់សុំខ្ញុំបែកគ្នានោះអី
យល់អារម្មណ៍ហ្នឹងណា បងយល់ហើយអូយបងភ័យលាស់ព្រលឹងខ្ទេចខ្ទីហើយមុននេះបើដូច្នេះយើងត្រូវគ្នាវិញបានមែនទេ ចាដូចដើមវិញ អរគុណណាស់ដែលអូនជឿជាក់លើបង ត្រឡប់មកដល់ស្រុកកំណើតវិញគេបានសម្រេចបំណងជូនម្ដាយសម្រេចភាពជោគជ័យមកលើខ្លួនឯងចំណងទំនាក់ទំនងរវាងអ្នកទាំងពីរបានផ្សារភ្ជាប់ឡើងវិញម្ដងទៀតចាប់តាំងពីពេលនោះមក